ប្អូនប្រុសម្នាក់ឈ្មោះឌីអាយុ22ឆ្នាំគាត់បាននាំសង្សាររបស់គាត់ហ្នឹងទៅលេងផ្ទះយាយតារបស់នាងមុនពេលចូលឆ្នាំខ្មែររឿងចេះប្អូនឌីគឺគាត់ចិញ្ចឹមឆ្មាពីរក្បាលពេលដែលគាត់ចេញមកហ្នឹងដោយសារគាត់ជិះម៉ូតូមានអីវ៉ាន់ច្រើនជាមួយនឹងសង្សារគាត់ក៏បានយកឆ្មាទៅផ្ញើអ្នកជិតខាងតែទីបំផុតមានរឿងរ៉ាវជាច្រើនដែលបានកើតឡើងតម្រូវឲ្យគាត់ត្រឡប់ទៅយកឆ្មាហ្នឹងដើម្បីយកឆ្មាទាំងពីរក្បាលហ្នឹងធ្វើដំណើរទៅជាមួយគាត់ទៅភូមិស្រុករបស់សង្សាររបស់គាត់បន្ទាប់ពីជីបានចិត្តដល់ភូមិប្រហែលជាខ្ទង់70-80គីឡូដល់ភូមិលោកយាយរបស់សង្សារឌីហ្នឹងក៏បានទេមកថាចៅដល់ណាយសង្សារគាត់ក៏ប្រាប់ថាអូឥឡូវដល់ផ្លូវបត់ចូលភូមិហើយប្រហែលជាខ្ទង់50គីឡូទៀតដល់ហើយតែដោយសារតែរឿងរ៉ាវយកឆ្មាផងត្រឡប់ចុះត្រឡប់ឡើងហ្នឹងណាគឺពេលហ្នឹងគឺគាត់ចូលក្បាលប្រលប់ទៅហើយទី1គឺផ្លូវដែលទៅចូលភូមិហ្នឹងគឺជាផ្លូវចាស់ក៏លុកធំខ្លាំងមែនតើទី2លោកយាយនឹងអត់បានប្រាប់ពួកគាត់ត្រង់ទេប៉ុន្តែបានផ្ដាំផ្ញើថាប្រយ័ត្នប្រយែងផងធ្វើដំណើរតាមផ្លូវហ្នឹងថាបើឃើញខ្ទមអ្នកតាអីកុំភ្លេចសុំគេបើកផ្លូវបើករបៀបថាយើងសុំចូលទៅក្នុងភូមិឲ្យមានសេចក្តីសុខអញ្ចឹងគាត់និយាយតែប៉ុណ្្នឹងទេហើយក៏បិទទូរស័ព្ទទៅហើយពួកគាត់ទាំងពីរហ្នឹងក៏មិនបានគិតអីវែងឆ្ងាយដែរក៏បន្តធ្វើដំណើរទៅមុខធ្វើដំណើរទៅបានប្រហែលជាខ្ទង់10គីឡូបន្ថែមទៀតគាត់ក៏ចាប់ផ្ដើមចូលចាក់សាំងនៅពេលដែលចូលចាក់សាំងហ្នឹងអ្នកចាក់សាំងក៏សួរថាបងឯងទៅណាហ្នឹងគាត់ក៏ប្រាប់ថាអូគាត់នាំសង្សារគាត់ហ្នឹងទៅភូមិមុនចូលឆ្នាំអ្នកចាក់សាំងណាបងឯងចង់ទៅធ្វើដំណើរទៅតាមផ្លូវទាំងយប់អញ្ចឹងហ្មងមែនតាមយោបល់ខ្ញុំបងឯងរកកន្លែងគេងសិនទៅស្នាក់នៅម្ដុំនឹងសិនទៅខ្ញុំគិតថាវាមិនមែនជាជំរឿនដ៏ល្អនោះទេរៀបនឹងនិយាយបន្ថែមទៀតហើយថានឹងមានអីហេតុអីបានគាត់និយាយអញ្ចឹងមានអតិថិជនមកចាក់សាំងផ្សេងទៀតមកក៏គាត់រត់ដើរទៅគាត់ងាកមកវិញប្រាប់ថាបងឯងគិតឲ្យច្បាស់ទៅចាក់សាំងនឹងហើយរកកន្លែងគេងទៅខ្ញុំអត់ចង់និយាយអីច្រើនទេអញ្ចឹងណាឌីនឹងក៏មានអារម្មណ៍ថាហើយចម្លែកម៉េះហ្នឹងហើយតែក៏បានគិតអីច្រើនដែរគាត់ក៏ចូលបន្ទប់ទឹកចូលម៉ាតទិញអីញ៉ាំអីតិចតួចញ៉ាំបាយអីហើយគាត់ក៏បន្តការធ្វើដំណើរចូលដល់ពេលដែលគាត់ធ្វើដំណើរមិនបានប្រមាណផងមេឃអាងឹតស្លុបតែម្ដងនៅលើផ្លូវហ្នឹងគឺមានតែម៉ូតូគាត់ទេតែសំឡេងសត្វចង្រិតយំក៏អត់មានដែរហើយវាចម្លែកខ្លាំងថងថានៅលើផ្លូវដែលមុនពេលចូលឆ្នាំវាគួរតែមានអ្នកណាដែលគេត្រឡប់មកលេងភូមិលេងស្រុកគេដែរណាហ្នឹងហើយប៉ុន្តែគាត់អត់បានគិតអីច្រើនដែរគាត់ក៏គិតថាប្រហែលជាចិត្តដល់ថ្ងៃបានគេមកអញ្ចឹងមកពីគាត់មកមុនអីចឹងទៅហើយគាត់ក៏ពិតជាឃើញថាផ្លូវហ្នឹងក៏លុកធំមែនអញ្ចឹងគាត់អាចបើកម៉ូតូលឿនបានទេត្រឹមតែ40-50គីឡូម៉ែត្រក្នុង1ម៉ោងទេដើម្បីកិច្ចកន្លងអញ្ចឹងណាទៅដល់កន្លែងមួយស្រាប់តែគាត់ឃើញខ្ទមមួយនៅប្របមាត់ផ្លូវដោយសារតែគាត់នឹកឃើញដល់សម្ដីរបស់លោកយាយផ្ដាប់ថាកុំភ្លេចសុំម្ចាស់ទឹកម្ចាស់ដីផងគាត់ក៏បានស្ព្រេពីតដើម្បីផ្ដល់សញ្ញាថាគឺគាត់នឹងមកដល់កន្លែងហ្នឹងហើយសុំបើកផ្លូវគាត់ចូលផងសង្សារគាត់លន់មាត់ជេរបដ ாய் ហើយបងឯងឈួតអីហ្នឹងមកចុចសផ្លេស្មើនឹងពី3ដងហ្នឹងបាទឌីក៏ប្រាប់ថាចុះណៃអត់ឃើញមិញខ្ទមអ្នកតាសង្សារឆេះដុំបងថាហើយបងឯងមិនដឹងថាហ្នឹងខ្ទមអ្នកតាមកខ្ទមខ្មោចព្រាវិស័យអីទៅបងឯងមិនដឹងឆ្លួគ្នាសង្សារគាត់ឡើងញ័រមាត់ចឹងឲ្យឆ្លើយឆ្លងគ្នាទៅវិញទៅមកចឹងស្រាប់តែគាត់ពេលពងឆ្លួគ្នាហ្នឹងគាត់ខ្លាំងពេកគាត់ប្រាប់ថាគាត់អញ្ជើញខ្មោចព្រាវិស័យទេគ្មានខ្មោចអាណាមកចេញលងមនុស្សទេហ្នឹងហើយគាត់ខ្លាំងចឹងជីបានមកសន្ទុះសុកកង់ម៉ូតូបែកគាត់ក៏បានមើលទៅខាងមុខមានកន្លែងភ្លើងផ្លុងមួយគាត់ក៏បានអូសម៉ូតូហ្នឹងទៅហៅមើលមិនក៏អត់មានឃើញកន្លែងបែកដែរតែកង់ two speed ហ្មងចឹងទេអស់ជំរឿហើយមានតែសង្សារគាត់ខទៅលោកយាយដើម្បីស្វែងរកជំនួយឌីហ្នឹងក៏មើលជុំវិញថាខេងលោមមានណាគេអាចជួយបានចឹងណាគាត់ក៏លេចទៅតំបន់ខ្ទមអ្នកតាចាស់ហ្នឹងគាត់ឃើញមានមនុស្សម្នាក់តាមពិតគាត់មានអារម្មណ៍ថាមានភ្នែកមួយគូសម្លឹងគាត់មកយូរតែគាត់ចេះតែមានអារម្មណ៍សពិលតែងាកមកលើកនេះគឺឃើញលោកយាយហ្នឹងកំពុងតែឈរមើលគាត់តែមើលអត់ច្បាស់ទេគាត់ក៏ញីភ្នែកម្ដងទៀតលើកហ្នឹងច្បាស់កន្លែងហ្មងគឺមនុស្សស្រីចំណាស់អាយុប្រហែល60ទៅ70ឆ្នាំឈរសម្លឹងមើលគេយកដៃច្អល់ចឹងស្រាប់តែគាត់មើលចុះក្រោមអត់មានជើងគាត់លែងហ៊ាននិយាយអីទាំងអស់អត់ហ៊ានប្រាប់សង្សារខ្លាចសង្សារខ្លាចហើយខ្លួនឯងពងតែឌឺដងតែសង្សារទៀតហើយសង្សារនោះបានទេទៅប្រាប់លោកយាយហ្នឹងគាត់បានសួរថាដល់ណាគាត់បានប្រាប់ទីតាំងចឹងណាលោកយាយក៏ប្រាប់ថាបញ្ញាប់បដើម៉ូតូឬក៏ជិះម៉ូតូទាំងបែកកង់នឹងតែម្ដងទៅមុខឲ្យលឿនព្រោះឯនៅខាងមុខមានកដាសាំងមួយទៀតហើយចាំគាត់ដាស់តាឲ្យបើកឡានអីគេហៅអីមកបាំងកន្លះទៅយកពួកគាត់នៅកន្លែងកដាសាំងហ្នឹងរឿងនៅក្នុងសប្តាហ៍នេះយើងទទួលបានពីប្អូនឌី
ប្អូនឌីមានអាយុ22ឆ្នាំប្រកបអាជីពជាអ្នកដឹកជញ្ជូននិងស្នាក់នៅផ្ទះជួលមួយកន្លែងក្នុងទីក្រុងជាមួយនឹងសង្សាររបស់គាត់ឌីមានសង្សារដ៏ស្រស់ស្អាតម្នាក់នៅក្នុងវ័យដំណាលគ្នាហើយកំពុងតែតាក់ទងមើលចិត្តថ្លើមគ្នាអស់រយៈពេលប្រមាណជាង1ឆ្នាំទៅហើយនឹងឲ្យស្នេហារបស់ពួកគាត់ទាំងពីរនាក់មានភាពផ្អែមល្ហែមខ្លាំងមែនទែនព្រោះចាស់ទុំនៅក្នុងក្រុមគ្រួសារទាំងសងខាងបានដឹងឮគ្រប់គ្នាតែម្ដងព្រមទាំងពេញចិត្តឲ្យពួកគេតាក់ទងគ្នាទៅវិញទៅមកនៅក្នុងកំឡុងពេលនោះនៅក្នុងខែមេសាកាលពីឆ្នាំមុនហ្នឹងបងប្អូនដោយសារតែចិត្តទៅដល់រដូវកាលនៃការបុណ្យចូលឆ្នាំថ្មីផងសង្សារឌីក៏បានបបួលគេទៅលេងផ្ទះរបស់នាងនៅឯតាមខេត្តពេលវេលានោះឌីក៏យល់ព្រមប៉ុន្តែពួកគេចិញ្ចឹមឆ្មា2ក្បាលនៅក្នុងផ្ទះផងដែរដូច្នេះប្រសិនបើពួកគេយកវាទៅខេត្តជាមួយនោះច្បាស់ជាពិបាកនៅក្នុងការធ្វើដំណើរជាពុំខានគិតគ្នារួចពួកគេទាំងពីរនាក់ក៏បានមូលមតិគ្នាថានឹងយកកូនឆ្មាទាំងអស់នោះទៅផ្ញើនឹងអ៊ីអ្នកចិត្តខាងព្រោះតម្រាំតែចូលឆ្នាំរួចគឺមួយអាទិត្យឯណោះទើបអ្នកទាំងពីរត្រឡប់មកផ្ទះវិញក្រោយមកឌីក៏បានរៀបចំអីវ៉ាន់ដាក់នៅលើម៉ូតូធំរបស់គេហើយដឹកសង្សាររបស់ខ្លួនទៅលេងផ្ទះយាយតារបស់នាងតែម្ដងពួកគេបានចេញដំណើរនៅវេលាម៉ោង3រសៀលនៅថ្ងៃទី9ខែមេសាពលគឺមុនពិធីបុណ្យចូលឆ្នាំថ្មីប្រមាណជា3ថ្ងៃចេញដំណើរតាមផ្លូវបានបន្តិចអ៊ីអ្នកជិតខាងក៏បានទូរស័ព្ទមកប្រាប់ថាពួកគេមានការជាបន្ទាន់ដោយកូនប្រុសមកពីខាងក្រៅប្រទេសមកលេងដោយមិនបានផ្ដល់ដំណឹងជាមុនដូច្នេះពួកគាត់ក៏មានកម្រងចេញទៅដើរលេងនៅតាមខេត្តដូចគ្នាដែរពេលឮដូច្នេះហើយឌីនឹងសង្សារភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏បានជិះម៉ូតូបកត្រឡប់ទៅយកកូនឆ្មាមកវិញព្រោះមិនចង់ទុកវាទាំងពីរក្បាលចោលនោះទេខ្លាចវាដើរហើរបាត់ពីផ្ទះឬក៏ជួបគ្រោះថ្នាក់ផ្សេងជាដើមបន្ទាប់មកពួកគេក៏បង្ខំចិត្តយកកូនឆ្មាទាំងពីរក្បាលដាក់នៅក្នុងកន្ត្រកនិងចងដាក់ពីមុខម៉ូតូជិះចេញមកទាំងអីវ៉ាន់សំពីងសំពងទម្រាំតែជិះចេញមកពីផ្ទះមួយជើងទៀតនោះម៉ោងប្រហែលជា7:05ល្ងាចទៅហើយជិះបានបន្តិចប្រមាណជាងម៉ោង6ល្ងាចអ្នកទាំងពីរក៏បានឈៀងចូលចាក់សាំងនិងចូលម៉ាតដើម្បីសម្រាកញ៉ាំបាយល្ងាចបន្ទាប់ពីញ៉ាំបាយទឹកឆ្អែតរួចរាល់អ្នកទាំងពីរក៏បន្តដំណើរទៅមុខជាបន្តទៀតនឹងឲ្យរៀងលំបាកដែរនៅពេលដែលយើងមានសត្វចិញ្ចឹមណាដូចយើងអញ្ចឹងចំកូនឆ្កែ5ក្បាលនៅពេលដែលទៅតាមខេត្តថាបើអត់មានអ្នកមើលវាទេគឺត្រូវយកវាទៅដាក់នៅអូតែហើយអូតែសัตว์ហ្នឹងថ្លៃជាងអូតែមនុស្ស2-3ដងបងប្អូនយើងគេងអូតែមកយប់តា30រៀលគេសិតតែ100គេបើមួយអត់អីទេតែពេលគេគ្នា5នាក់បូកចូលគ្នាទៅវាថ្លៃដែរតាំងពីយើងចិញ្ចឹមកូនឆ្កែ5ហ្នឹងមកយើងអត់ដែរយកផ្ញើអូតែទៅផ្ញើបានម្ដងគាត់ព្រោះគិតថាអត់ហ៊ានឲ្យវានៅមួយគេឬក៏អីចឹងណាហើយវាគឺជាទំនួលខុសត្រូវសម្រាប់អ្នកចិញ្ចឹមកូនឆ្កែវាមិនមែនគឺជាសត្វដូចជាប៉ុបពីក្នុងការយើងលេងសើចទេវាប្រៀបដូចជាសមាជិកក្រុមគ្រួសារយើងចឹងអញ្ចឹងមិនមែនបិទទ្វារផ្ទះចោលដាក់គ្នាអត់បាយអត់ទឹកនោះទេអញ្ចឹងណាហ្នឹងហើយជិះយូរបន្តិចប្រមាណជាដល់ម៉ោង8យប់ទូរស័ព្ទសង្សារឌីក៏បានរឡើងនោះគឺលោកយាយរបស់នាងបានទេមកសួរថាតើពួកគេធ្វើដំណើរមកដល់ណាហើយពេលនោះនាងក៏តបថាជិះចិត្តដល់ពាក់កណ្ដាលផ្លូវហើយយាយជិះទៅដល់កន្លែងផ្លូវបត់ចូលភូមិហើយយាយបានលើដូច្នេះលោកយាយហាក់ព្រួយបារម្ភយ៉ាងខ្លាំងក៏បានប្រាប់ឲ្យអ្នកទាំងពីរឈប់សម្រាកហើយរកផ្ទះសំណាក់នៅផ្លូវធំគេងសិនទៅព្រោះផ្លូវចូលភូមិឥឡូវខូចខាតច្រើនហើយមានគន្លកធំជាពិសេសនោះគឺផ្លូវស្ងាត់គួរឲ្យខ្លាចណាស់ពេលយប់ឡើងគ្មានមនុស្សជិះកាត់នោះទេលើដូច្នោះឌីក៏ឆ្លើយតបទៅវិញថាមិនអីទេយាយខ្ញុំជាអ្នកដឹកជញ្ជូនស្រាប់ហ្នឹងខ្ញុំមានជំនាញណាស់ទៅហើយនៅក្នុងការបើកបរនៅលើផ្លូវលំបាកយាយកុំបារម្ភអីណាមួយពួកខ្ញុំជិះម៉ូតូយឺតទេគ្មានគ្រោះថ្នាក់អ្វីនោះឡើយហើយពួកយើងក៏អត់ចង់ឈប់សម្រាកតាមផ្លូវនោះដែរព្រោះមានអីវ៉ាន់សំពីងសំពងខ្លាំងណាស់យាយអើយហើយពួកយើងយកកូនឆ្មា2ក្បាលមកជាមួយផងអញ្ចឹងកុំឲ្យលំបាកអីលោកយាយក៏បន្តថាបើអញ្ចឹងចាំយាយឲ្យតាបើកឡានទៅយកនៅឲ្យមាត់ផ្លូវតែម្ដងទៅដើម្បីបានជាគ្នាតែនៅពេលនោះឌីប្រកែកបន្តទៀតថាមិនបាច់ទេយាយលោកតាចាស់ហើយកុំឲ្យគាត់ពិបាកជិះផ្លូវឆ្ងាយណាមួយពួកខ្ញុំមានគ្នាតែ2នាក់ហើយពួកយើងអត់មានខ្លាចអីផងហ្នឹងលោកយាយអស់ពាក្យខាត់ក៏បណ្ដោយតាមចិត្តរបស់ចៅទាំងពីរមុននឹងបិទទូរស័ព្ទគាត់បានផ្ដាំទៅចៅគាត់ថាបើកម៉ូតូប្រយ័ត្នប្រយែងណាស់ចៅសម្លាញ់ហើយនៅពេលឃើញតូបឬក៏ខ្ទមអ្នកតាម្ចាស់ទឹកម្ចាស់ដីនៅតាមដងផ្លូវកុំភ្លេចគោរពនិងសុំការអនុញ្ញាតជិះម៉ូតូឆ្លងកាត់គេផងមុននឹងឆ្លងចូលភូមិណាចៅឌីក៏រៀងងើយឆ្ងល់ដែរប៉ុន្តែចិត្តតែឆ្លើយតបបែបបាត់យាយចឹងទៅផ្ដែផ្ដំរួចលោកយាយក៏បិទទូរស័ព្ទហើយឌីនឹងសង្សាររបស់ខ្លួនចេះតែបន្តជិះម៉ូតូធ្វើដំណើរទៅមុខបន្តទៀត
ដោយសន្សំព្រោះមេឃនឹងគឺងងឹតខ្លាំងទៅហើយរហូតមកដល់ប្រហែលម៉ោង 9 យប់ពួកគេក៏បានជិះមកដល់ផ្លូវបត់ចូលភូមិហើយជាផ្លូវគ្រោះក្រហមមានក្រឡុកធំដោយពាក្យលោកជ័យបានផ្ដាំផ្ញើមែនឌីសង្កេតឃើញថាថ្ងៃនេះផ្លូវចូលភូមិហាក់ដូចជាស្ងប់ស្ងាត់ជាងសពមួយដងដែលគាត់ធ្លាប់មកលេងព្រោះនៅតាមផ្លូវគ្មានឡានគ្មានម៉ូតូជិះឆ្លងកាត់សំបីតែមួយសោះជាក់ស្ដែងគេជិះផ្លូវមួយតែឯងតែម្ដងបាទអារម្មណ៍មួយហ្នឹងគឺយើងធ្លាប់ជិះច្រឡំផ្លូវពេលដែលទៅសៀមរាបហើយធ្លាប់ទៅសួរនាំអ្នកដែលឆ្លងកាត់ផ្លូវបំបែកទៅសៀមរាបនិងផ្លូវទៅព្រះវិហារគឺមានបទពិសោធន៍ដូចគ្នាយើងជិះគឺយើងមានសតិគ្រប់គ្រាន់ថាផ្លូវហ្នឹងគឺយើងបត់ឆ្វេងទៅសៀមរាបយើងសួរអ្នកនៅក្នុងឡានទៀតប៉ុន្តែបើប្រហែលជាកន្លះម៉ោងស្ងាត់ទៅមកផ្លូវបើតែឯងហើយផ្លូវសៀមរាបណាដែលយើងមកផ្លូវបើតែឯងយប់កម្រិតណាក៏ដោយយ៉ាងណាក៏មានឡានមួយពីរមកដែរបើយូរទៅស្រាប់តែមានស្មៅអាកន្ត្រោយដែលគេយកទៅធ្វើអំបោះរបស់ផ្ទះជប់ទៅផ្លូវកាន់តែតូចភ័យបដ ாய் ដល់ពេលឈប់សួរគេខ្វះតែ1គីឡូទៀតដល់ព្រះវិហារបាត់ប្រឡឹងចង់សក់ហ្មងហើយចង់ចាំមកជីវិតឲ្យទៅដល់ផ្លូវកែងហ្នឹងគឺឈប់ហើយនាំគ្នាដាស់គ្នាតែម្ដងចាប់ពីថ្ងៃហ្នឹងមកថានេះគឺផ្លូវទៅព្រះវិហារនេះគឺផ្លូវទៅសៀមរាបខ្លាចច្រឡំទៀតហើយកន្លែងហ្នឹងក៏យើងតែងតែនិយាយខ្លួនឯងហ្មងបាច់ណាគេមកប្រាប់ថាសូមចាស់ទឹកដីអ្នកថែសាយអញ្ចឹងខ្ញុំទៅសៀមរាបសូមឆ្លងកាត់ផងសំខាន់ពេលហ្នឹងគឺមានផ្សែងដូចអ្នកភូមិដុតស្អីគេគេហៅច្បើងដើម្បីដេញមូសយើងគិតអញ្ចឹងប៉ុន្តែផ្សែងហ្នឹងវឹបអញ្ចឹងទៅធ្វើយើងជិះទៅត្រង់ស្រាប់តែច្រឡំផ្លូវតែម្ដងនិយាយឲ្យនៅព្រឺរមឡើយឯព្រោះពេលហ្នឹងយើងវ៉ាវហើយជិះនៅលើផ្លូវហ្នឹងឃើញសពគ្រប់បែបយ៉ាងបងប្អូនប្លែកបន្តិចដែរមុនចូលឆ្នាំបែបនេះសំតែមានឡានម៉ូតូគេធ្វើដំណើរទៅស្រុកច្រើនតែនេះគ្មានសោះឬគេចាំដល់ថ្ងៃចូលឆ្នាំទៅនាំគ្នាសម្រុកមកលេងភូមិព្រមគ្នាឌីគិតរវើរវីនៅក្នុងចិត្តតែឯងនឹងមិនបានសួរនាំសង្សារអ្វីទេបន្តិចក្រោយមកពួកគេបានទៅដល់ការ៉ាស់មួយនៅក្បែរផ្លូវហើយក៏ឈប់ចូលចាក់សាំងម្ដងទៀតមុននឹងបន្តធ្វើដំណើរព្រោះនៅចម្ងាយផ្លូវជាង50គីឡូម៉ែត្រទៀតឯណោះទៅដល់ផ្ទះសង្សាររបស់ឌីពេលចូលទៅចាក់សាំងហ្នឹងក្មេងប្រុសអ្នកចាក់សាំងក៏បានសួរនាំឌីថាបងឯងជិះមកពីណាវិញហើយទៅណាដែរយប់ថ្មនេះទៅហើយឌីតបវិញថាអូបងនាំសង្សារទៅលេងផ្ទះនាងនៅភូមិខាងមុខនឹងឯងមើលនេះណែមានទាំងកូនឆ្មាពីរក្បាលមកជាមួយផងលើចម្លើយបែបនេះអ្នកចាក់សាំងម្នាក់នោះក៏បានឆ្លើយតបបន្តទំនងដូចជាព្រួយបារម្ភខ្លាំងបងឯងប្រុងជិះកាត់ផ្លូវនឹងទាំងយប់មែនវាគ្រោះថ្នាក់ខ្លាំងណាស់បងមានកលុកធំហើយស្ងាត់ទៀតកន្លែងខ្លះងងឹតឆឹងគ្មានអំពូលភ្លើងទេយល់ល្អបងគួររកផ្ទះសំណាក់ក្បែរនេះសម្រាប់សិនទៅចាំព្រឹកស្អែកចាំធ្វើដំណើរបន្តទៀតឌីក៏តបវិញថាអូមិនអីទេបងបងជាអ្នកដឹកជញ្ជូនស្រាប់ផ្លូវបែបណាក៏បងធ្លាប់ជិះដែរណាមួយក៏ជិះចិត្តទៅដល់ផ្ទះទៅហើយខ្ជិលឈប់ណាស់រំពេចនោះអ្នកចាក់សាំងក៏ចង់ប្រាប់ឌីនៅរឿងចម្លែកនៅលើផ្លូវខាងមុខបន្តតែបំរុងហាមាត់ប្រាប់ទៅហើយស្រាប់តែមានភ្ញៀវម្នាក់ទៀតដែលទៅតែជិះមកដល់ហ្នឹងស្រែកហៅឲ្យគេទៅចាក់សាំងដែរភ្លាមនោះអ្នកចាក់សាំងក៏ផ្ដាំទៅឌីចុងក្រោយថាបងឯងជិះម៉ូតូប្រចាំប្រចែងផងហើយបើបានជួបរឿងអីប្លែកតាំងស្មារតីឲ្យរឹងមាំណាបងស្ដាប់រួចឌីក៏មិនបានចាប់អារម្មណ៍អ្វីខ្លាំងដែរព្រោះគិតថាវាគ្រាន់តែជាពាក្យផ្ដាំផ្ញើជូនពរធម្មតាព្រោះអ្វីដែលគាត់គិតហ្នឹងគឺគេបារម្ភពីគាត់នៅពេលដែលគាត់ជិះទៅលើផ្លូវដែលមានកលុកធំហើយនៅពេលយប់អត់មានភ្លើងហ្នឹងហើយបន្ទាប់មកឌីក៏សុំចូលបន្ទប់ទឹកនៅក្រោយផ្ទះរបស់ម្ចាស់ការ៉ាសាំងនោះបាត់ជើងតូចនិងអង្គុយញ៉ាំអីបន្តិចបន្តួចដើម្បីបន្តដំណើរតាមផ្លូវក្រោយចេញមកនៅតាមផ្លូវដោយសារតែយប់ជ្រៅខ្លាំងមែនទែនហើយអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ខ្លាំងបន្តិចម្ដងហើយបរិយាកាសនៅជុំវិញដងផ្លូវនោះកន្លែងខ្លះក៏ងងឹតកន្លែងខ្លះក៏មានភ្លើងភ្លឺផ្លុងតាមផ្ទះមួយចឹងដែលម្ចាស់ផ្ទះគាត់បើកនៅមុខផ្ទះហើយផ្លូវហ្នឹងគឺខូចខ្ទេចខ្ទីបាត់ទៅហើយគ្មានអ្នកមកជួសជុលអីនោះទេផ្លូវខ្លះក៏ជាវាលស្រែកន្លែងខ្លះក៏ជាកូនព្រៃតូចដកអមសងខាងផ្លូវចឹងទៅសភាពនៅពេលនោះបងប្អូនអើយគឺគួរឲ្យព្រឺឆ្អឹងខ្នងខ្លាំងមែនទែនព្រោះស្ងាត់គ្មានផ្ទះប្រជាពលរដ្ឋរស់នៅទេនៅកន្លែងខ្លះនាយប់នោះក្រៅពីសម្លេងម៉ូតូរបស់ពួកគេគឺគ្មានអ្វីទាំងអស់អត់មានឡានអត់មានម៉ូតូគឺមានតែគាត់នឹងតែម្ដងអូហើយសពចម្លែកសំបីតែសំលេងចង្រិតឬក៏សัตว์យំក៏អត់មានដែរទោះបីជាផ្លូវស្ងាត់ឌីបើកម៉ូតូនៅក្នុងកុងទ័រប្រមាណតែ40ទៅ50គីឡូម៉ែត្រនៅក្នុង1ម៉ោងតែប៉ុណ្ណោះ
ព្រោះដើម្បីកិច្ចពីក្រឡុកធំដែរមួយសន្ទុះក្រោយមកសង្សាររបស់ឌីក៏បានលន់មាត់ឡើងសួរគេថាបងមានបានសមម្ចាស់ទឹកម្ចាស់ដីដោយបណ្ដាំលោកយាយហើយឬនៅឌីដែលកំពុងតែផ្ចង់ស្មារតីបើកម៉ូតូដោយប្រុងប្រយ័ត្នគេក៏បានប្រាប់ទៅសង្សារវិញថាអូនៅទេតែគ្មានរឿងអ្វីកើតឡើងទេជឿបងទៅសង្សារឌីស្ងាត់មាត់ព្រោះដឹងថាឌីកំពុងតែផ្ចង់ស្មារតីបើកបរទើបបញ្ចង់រំខានអ្វីច្រើននោះទេបានបន្តិចមកពួកគេក៏បានមកដល់តូបឈើចាស់មួយដែលសង់ប្របក្បែរមាត់ផ្លូវទើបឌីនឹកដល់សម្ដីលោកយាយនិងដើម្បីសង្សាររបស់ខ្លួនបានស្ងប់ចិត្តផងនោះឌីក៏សម្រេចចិត្តចុចស៊ីផ្លេម៉ូតូទីត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 3ទៅ4ដងនៅក្នុងបំណងជាសញ្ញាប្រាប់ទៅម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅទីនោះថាគេសុំឆ្លងកាត់ផ្លូវនោះផងប៉ុន្តែរំពេចនោះសង្សារឌីភ្ញាក់ឲ្យព្រឺតនឹងនិយាយមកកាន់ឌីដោយអារម្មណ៍រៀងខឹងបន្តិចថាបងឯងចុចស៊ីផ្លេធ្វើអី3 4ដងហ្នឹងឈួតមែនឮសម្ដីសង្សារស្ដីឲ្យបែបនេះឌីឆ្ងល់ណាស់ក៏តបវិញថាអំបញ្ញមិញនេះអូនឯងមិនឃើញតូបអ្នកតាទេអីបងស៊ីផ្លេដើម្បីសុំផ្លូវគាត់សង្សារឌីក៏ឆ្លើយវិញទាំងគំរោះគំរើយថាហើយបងឯងដឹងយ៉ាងម៉េចថានោះជាតូបអ្នកតាវាអាចជាតូបអ្នកសង់ឲ្យវិញ្ញាណខ្មោចព្រិចបិសាចតៃហោងឬក៏ប្រលឹងខ្មោចអនាថាដែលស្នាក់នៅទីនោះក៏អាចថាបានដែរលើដូច្នេះហើយឌីក៏ចាប់ផ្ដើមរៀងតានតឹងនៅក្នុងចិត្តបន្តិចហើយជាពិសេសត្រូវបានសង្សារស្ដីឲ្យអញ្ចឹងទៀតរៀងខឹងដែរភ្លាមនោះគេក៏តបវិញទាំងកំហឹងដែរថាខ្មោចព្រីស្អីគ្មានបានការសោះបងមិនខ្លាចពួកវានោះទេបើខ្លាំងមែនឲ្យវាចូលមកចាំបងចាត់ការឲ្យវាមើលគ្រាន់តែលើសម្ដីត្រគោះបោះបោករបស់ឌីតែប៉ុណ្ណេះសង្សាររបស់គេក៏ខឹងញ័មមាត់ទ្វេឡើងនាងបានយកដៃគក់ខ្នងឌីនិងស្ដីបន្ទោសឲ្យគេខ្លាំងថាហេតុអីក៏និយាយស្ដីអាក្រក់បែបនេះបើគេខឹងសម្បាលហើយចូលមករកបងឯងប៉ិតមែនណាឲ្យធ្វើមិនទៅនេះយប់ហើយណានាងខឹងណាស់រហូតដល់ស្រក់ទឹកភ្នែកទាំងខ្លាចផងព្រោះនៅពេលនោះយប់ក៏កាន់តែជ្រៅស្ងាត់ឌីក៏និយាយមកលេងសើចមិនចេះគិតដូច្នេះទៀតក្រោយត្រូវសង្សារស្ដីបន្ទោសបែបនេះមើលទៅនាងដូចជាភ័យខ្លាចឌីក៏ស្ងាត់មាត់លេងតបតអ្វីទាំងអស់គិតតែព្យាយាមកាន់ចង្កូតម៉ូតូឲ្យនឹងហើយបើកតម្រង់ទៅមុខនឹងអាលបានទៅដល់ផ្ទះឆាប់មួយស្របោះក្រោយមកនៅសុកម៉ូតូរបស់ពួកគេក៏ធ្លាយកង់មុខអស់ខ្យល់រលីងឌីភ័យបន្តិចដែរតែក៏តាំងចិត្តថាមិនឈប់នៅទីងងឹតដាច់ខាតព្រោះវាមានគ្រោះថ្នាក់ដូច្នេះពេលជិះទៅដល់មុខបន្តិចហ្នឹងក៏មានអំពូលភ្លើងមួយនៅភ្លឺឌីក៏ឈប់ម៉ូតូនៅទីនោះត្រួតពិនិត្យកង់ថាតើវាប៉ះនឹងអ្វីបានជាវាធ្លាយប៉ុន្តែនៅពេលនោះចម្លែកណាស់ឌីរកមិនឃើញស្នាមមុតនោះទេកង់នៅល្អស្អាតធម្មតាហើយគេក៏ទៅតែបដូរសម្បកកង់ថ្មីមុនពេលជិះមកខេត្តនេះដែរឌីចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលហើយនឹងនឹកដល់ពាក្យដែលគេនិយាយមុននេះតិចលោមមានវិញ្ញាណខឹងក្រោធហើយតាមមកលងបន្លាចពួកគេមិនទេដឹងឌីគិតបណ្ដើភ័យបណ្ដើនឹងកាន់តែមានអារម្មណ៍មិនល្អព្រោះឃើញសង្សារយំសស្រាក់ព្រោះតែនាងភ័យខ្លាចកាន់តែខ្លាំងឌីនិយាយលួងលោមសង្សារថាមិនអីទេកុំយំអីធ្វើចិត្តឲ្យស្ងប់ទៅអូនគ្មានរឿងអ្វីកើតឡើងទេកុំគិតអីផ្ដេសផ្ដាសកង់ម៉ូតូគ្រាន់តែបែកធម្មតាទេប្រហែលជាវាមុតដែកតូចនៅតាមផ្លូវដែលយើងមើលមិនឃើញនឹងឯងនិយាយចប់ឌីនិងសង្សារក៏នាំគ្នាអង្គុយនៅក្បែរម៉ូតូនិងពិគ្រោះគ្នាថាឥឡូវយើងធ្វើមិនតចុងក្រោយនាងក៏សម្រេចចិត្តចុចទូរស័ព្ទទៅរកលោកយាយរបស់នាងហើយសំណាងល្អដែរពេលនោះលោកយាយរបស់នាងនៅមិនទាន់សម្រានលក់នៅឡើយព្រោះពេលនោះម៉ោងទៅតែ10យប់នៅឡើយទេតែតាមភូមិខ្លះម៉ោង7មិនទាន់នេះស្ងាត់ភូមិអស់ហើយចូលដេកអើយ10យប់អីទេបាទអា10យប់ហ្នឹងមិនមែននៅឡើយទេល្ងឹតឆឹងហ្មងគ្មានសល់អីទេត្រៀមសម្រាប់គាត់តែពេលខ្លះដោយសារតែគាត់ដឹងតែចៅគាត់ត្រូវមកអញ្ចឹងគាត់ត្រូវនៅចាំដែរលោកយាយឮថាចៅបែកកង់ម៉ូតូនៅតាមផ្លូវគាត់ភាំងមួយសន្ទុះហើយគាត់បារម្ភខ្លាំងមែនទែនទើបប្រាប់ថាឲ្យអ្នកទាំងពីរនឹងជិះឬក៏បណ្ដាម៉ូតូមកខាងមុខបន្តិចទៀតមកនឹងឃើញការ៉ាសាំងមួយទៀតដែលគេបើក24ម៉ោងហើយចាំលោកយាយនិងលោកតានឹងបើកឡានទៅទទួលនៅទីនោះតែម្ដងឮភ្លាមអ្នកទាំងពីរសប្បាយចិត្តណាស់ក៏រៀបចំខ្លួនប្រុងនឹងបណ្ដាម៉ូតូចេញតែពេលនោះស្រាប់តែភ្លើងអំពូលខាងមុខនឹងលូតផ្លឹបផ្លែតដូចជាចង់ខូចហើយវាក៏ដាច់តែម្ដងបឹកអត់តន់និយាយទូរស័ព្ទអត់អីទេនិយាយទូរស័ព្ទចប់លោតផឹបដាច់ភ្លើងតែម្ដងឃើញសភាពបែបនេះធ្វើឲ្យឌីអត់គិតមិនបានទេថាច្បាស់ជាមានអ្វីមិនស្រួលកើតឡើងហើយស្របគ្នានោះដែរឌីហាក់ទទួលបានអារម្មណ៍ចម្លែកណាស់ដូចជាមាននរណាគេម្នាក់កំពុងតែចោលភ្នែកសម្លឹងមកគេមិនដាក់ភ្នែកគឺសម្លឹងបែបអត់
ប្រិចភ្នែកតែម្ដងតាមញៀនកំពុងតែខ្លាចស្រាប់ផងឌីក៏សម្លឹងរកមើលភ្នែកមួយគូនោះថានៅត្រង់ណាគេបានមើលជុំវិញខ្លួនហើយនៅពេលនោះគេតក់ស្លុតយ៉ាងខ្លាំងព្រោះបានប្រទះភ្នែកទៅឃើញយាយចាស់ម្នាក់អាយុប្រហែល60ទៅ70ឆ្នាំកំពុងតែឈរនៅកណ្ដាលផ្លូវដែលគេទៅតែជិះម៉ូតូផុតចម្ងាយមិនបានប្រមាណផងដោយសារតែចម្ងាយឃ្លីបពីគ្នារៀងឆ្ងាយដែរនិងងងឹតផងឌីមើលឃើញរូបរាងយាយចាស់នោះស្លៀកពាក់រ៉ូបបែបសឈរនៅកណ្ដាលផ្លូវតែម្ដងឌីរកស្រែកហៅគាត់ឲ្យមកជួយដែរព្រោះគិតថាប្រហែលជាអ្នកភូមិរស់នៅម្ដុំនោះតែគិតសារឡើងវិញថាយប់ថ្មនេះទៅហើយមានមនុស្សឯណាមកឈរដើរកាត់កន្លែងហ្នឹងឌីក៏បានយកដៃញីភ្នែកនិងព្យាយាមសម្លឹងមើលទៅយាយចាស់នោះម្ដងទៀតឲ្យបានច្បាស់ជាងមុនហើយម្ដងនេះគេភ្ញាក់ក្រញាងតែម្ដងស្ទើរតែស្រែកបែកសំឡេងតែខំប្រឹងទប់វិញព្រោះខ្មាស់សង្សាររបស់ខ្លួនជាស្ដែងរូបភាពដែលឌីបានឃើញនោះគឺកាន់តែច្បាស់យាយចាស់ដែលកំពុងតែសម្លឹងមកគេគឺគ្មានជើងទេហើយគាត់កំពុងតែលើកដៃចង្អុលមកឌីទៀតផងឌីស្លុតចិត្តណាស់ក៏យកដៃញីភ្នែកម្ដងហើយម្ដងទៀតដើម្បីបញ្ជាក់ថាគេមិនបានស្រវាំងភ្នែកនោះទេម្ដងនេះរូបភាពយាយចាស់ស្រាប់តែរលាយបាត់ទៅស្រាប់ពេលដែលឌីឮសូរសំឡេងសង្សាររបស់គេស្រែកហៅថាបងឯងកើតអីហើយអ្វីបានជាទឹកមុខស្រីស្លាំងខ្លាំងបែបនេះឌីព្យាយាមសម្រួលទឹកមុខភ័យខ្លាចមកជាធម្មតាវិញព្រមទាំងងាកមុខមកមើលសង្សារនឹងតបទៅនាងវិញបែបរដាក់រដុបថាបងមិនអីទេអត់មានអីទេអូននិយាយចប់អ្នកទាំងពីរក៏នាំគ្នាឡើងម៉ូតូដែលបែកកង់ហ្នឹងបណ្ដើរទៅមុខបាទឲ្យសង្សារជិះចឹងគាត់ក៏បណ្ដើរទៅមុខចឹងទៅបាទខំប្រឹងជិះទាំងត្រដាបត្រដួសទៅខាងមុខបន្តទៀតហ្នឹងលែងហ៊ានងាកក្រោយហើយលើកនេះជីបណ្ដើរឌីគិតរវើរវីបណ្ដើរតែម្នាក់ឯងថាប្រហែលជាខ្លួនស្រវាំងភ្នែកហើយនៅរូបភាពអំបាញ់មិញហ្នឹងរវល់តែជិះម៉ូតូបណ្ដើរក៏បណ្ដើរនឹងឯងឌីក៏បានឮសូរសំឡេងស្ត្រីចំណាស់ម្នាក់សាច់តិចចូលទៅក្នុងត្រចៀកគេថាឌីងាកក្រោយបន្តិចសួរសង្ថាថាអូនឯងសាច់អីហ្នឹងសង្សារឌីក៏បដិសេធថាអត់ទេខ្ញុំអត់មានសាច់អីទេឌីឆ្ងល់ថាតើសំឡេងនរណាគេសាច់អំបញ្ញមិញនៅតាមផ្លូវរហូតមកគឺលឺរហឹមតែម្ដងឌីព្យាយាមផ្ទៀងត្រចៀកស្ដាប់ខ្លាំងណាស់ដើម្បីចង់ដឹងថានោះគឺជាសំឡេងសាច់ឬក៏សំឡេងខ្យល់បក់មកឲ្យប្រកាសម្ដងនេះឌីស្រាប់តែលឺសូរច្បាស់ពេញត្រចៀកតែម្ដងគឺជាសំឡេងស្រីចាស់ម្នាក់នោះសើចនឹងនិយាយថាយើងនឹងតាមឯងទៅហាបានលឺច្បាស់បែបនេះឌីចាប់ផ្ដើមព្រឺឆ្អឹងខ្នងខ្ញាក់ត្រជាក់ចុងដៃជងជើងព្រឺអស់ទាំងខ្លួនបេះដូងចាប់ផ្ដើមលោតដុបដាក់ដោយភាពភ័យខ្លាចឌីមិនហ៊ានចោលភ្នែកសម្លឹងមើលតាមកញ្ចក់ម៉ូតូទៅក្រោយនោះទេហើយក៏មិនហ៊ានងាកមុខមើលឆ្វេងមើលស្ដាំនោះដែរគឺភ្នែកសម្លឹងមើលទៅមុខតែម្យ៉ាងព្រោះខ្លាចបានឃើញរូបភាពយាយចាស់អត់ជើងម្នាក់នោះបន្ទាប់មកពួកគេក៏បានទៅដល់ការ៉ាសាំងដែលលោកជ័យបានប្រាប់ឌីព្យាយាមបបួលសង្សារនិយាយពីនេះពីនោះបន្តិចដើម្បីបន្លប់ភាពភ័យខ្លាចរបស់ខ្លួនតែគេមិនបានប្រាប់រឿងរ៉ាវដែលគេបានជួបឲ្យសង្សារដឹងនោះទេព្រោះខ្លាចនាងខ្លាចចាំប្រមាណដល់ម៉ោង 11:30 នាទីយប់យាយហើយនឹងតាក៏បានបើកឡានមួយបាំងកន្លះមកដល់ពួកគាត់ទាំងពីរបារម្ភពីចៅយ៉ាងខ្លាំងក៏បានសួរថាហេតុអ្វីបានជាម៉ូតូបែកកង់ហើយបែកកង់ចាប់តាំងពីត្រឹមណាមកចៅទាំងអស់គ្នាជជែកគ្នាមិនបានយូរប៉ុន្មានទេព្រោះពេលនោះយប់ក៏ជ្រៅណាស់ទៅហើយទើបបបួលគ្នាលើកម៉ូតូដាក់គូតឡានក្រោយនិងរៀបចំរបស់របរផ្សេងបំរុងចេញមកតែរៀបនឹងឡើងឡានសុកលោកតាក៏ងាកមកសួរឌីដោយសម្លេងខ្វល់ខ្វាយថាឌីនាំនរណាមកជាមួយទៅធ្វើអីខ្លះឌីប្រែទឹកមុខទៅជាភ័យខ្លាចនិងគិតនៅក្នុងចិត្តថាលោកតាច្បាស់ជាដឹងរឿងអីមិនខានឌីក៏បានឆ្លើយតបទាំងញ័រមាត់ថាខ្លួនគេបានចុចស៊ីផ្លេម៉ូតូនៅចំពោះមុខតូបអ្នកតាមួយកន្លែងក្បែរផ្លូវហើយក៏បានឮសូរសំឡេងមនុស្សស្រីចាស់តាមមកជាមួយដែរប៉ុន្តែឌីមិនបានប្រាប់លោកតាទេថាគេនិយាយស្ដីលឺលួសអ្វីនៅពេលនោះទេស្ដាប់ចប់លោកតាធ្វើទឹកមុខដូចជាមិនសូវជឿសម្ដីឌីប៉ុន្មានទេហើយគាត់ក៏ឆ្លើយតបទៅវិញថាគេនឹងមកយកជីវិតឯងមានតែធ្វើអ្វីឲ្យគេខឹងឬអត់មកគេមើលទៅដូចជាខឹងណាស់ចៅអើយលើដូច្នេះឌីតក់ស្លុតនៅក្នុងចិត្តឈរត្រង់រកនិយាយអ្វីមិនចេញនោះទេនៅក្នុងចិត្តគិតថានេះមិនមែនជារឿងតូចតាចនោះឡើយ
គេក៏សម្រេចចិត្តចង់និយាយប្រាប់រឿងរ៉ាវទាំងអស់ដែលបានជួបប្រាប់លោកតាទាំងអស់តែម្ដងតែនៅពេលនោះលោកតាលើកដៃខាត់និងប្រាប់ឌីថាចាំតែនិយាយគ្នាបន្តនៅឯផ្ទះវិញល្អជាងមុនចេញដំណើរលោកតាក៏បានសូត្រមន្តអ្វីម្យ៉ាងព័ទ្ធជុំវិញឡានហាក់ដូចជាមិនចង់ឲ្យមានប្រលឹងមកតាមឡានរបស់គាត់សុទ្ធមុនរួចគាត់ក៏ដោះខ្សែកព្រះដែលនៅនឹងកគាត់នឹងយកមកបំពាក់ឲ្យឌីហើយក៏បាននាំគ្នាឡើងឡានចេញទៅខណៈពេលដែលលោកតាបើកឡានចេញទៅបានបន្តិចលោកជ័យនិងសង្សារឌីក៏បានគេងលក់បាត់អស់ព្រោះអស់កម្លាំងចំណែកឯឌីនៅអង្គុយកៅអីខាងមុខជាមួយលោកតាគេបាននាំគាត់និយាយពីនេះពីនោះដើម្បីបន្លប់ភាពភ័យខ្លាចនិងកុំឲ្យងងុយគេងផងតែនោះឌីគ្មានអារម្មណ៍ងងុយគេងអីបន្តិចសោះព្រោះឃើញទឹកមុខលោកតាហាក់ដូចជាស្មុគស្មាញនិងព្រួយបារម្ភយ៉ាងខ្លាំងលោកតាបើកឡានបណ្ដើរសម្លឹងមើលកញ្ចក់ឡានមើលទៅមុខមើលទៅក្រោយដូចជាគាត់កំពុងតែឃើញនរណាគេម្នាក់តាមឡានរបស់គាត់អញ្ចឹងប៉ុន្តែឌីក៏មិនសូវហ៊ានសួរនាំអ្វីច្រើនដែរបានត្រឹមតែអង្គុយស្ងៀមរហូតទៅដល់ផ្ទះលោកតាបានប្រាប់លោកជ័យឲ្យទៅយកធូបយកទៀនមកអុជប្រាប់ម្ចាស់ទឹកម្ចាស់ដីថែរក្សាផ្ទះគាត់ថាមានចៅមកលេងនិងសុំសេចក្តីសុខសេចក្តីសប្បាយជាដើមចូលមកដល់ក្នុងផ្ទះលោកតាក៏បានហៅឌីមកអង្គុយស្រួលបួលហើយសួរគេត្រង់តែម្ដងដោយទឹកមុខតានតឹងឌីទៅធ្វើអីមកដឹងទេពេលតាបើកឡានមកតាមផ្លូវតាឃើញយាយចាស់ម្នាក់ស្លៀកឈុតសឈរញញឹមតាមផ្លូវរហូតពេលខ្លះឈរនៅគៀនផ្លូវពេលខ្លះនៅកណ្ដាលផ្លូវពេលខ្លះនៅពីមុខឡានតែម្ដងហើយខ្លះក៏សភាពល្អខ្លះទៀតគឺគួរឲ្យខ្លាចខ្លាំងណាស់ធ្វើបាក់ដៃបាក់ជើងបាក់កក៏មានដែរឮសូរសំដីលោកតានិយាយបែបនេះបេះដូងឌីស្ទើរតែលោតធ្លាយចេញមកក្រៅទ្រូងទៅហើយគេភ័យតក់ស្លុតយ៉ាងខ្លាំងព្រោះរូបរាងលក្ខណៈស្រីចំណាស់ដែលលោកតារៀបរាប់មកនោះគឺដូចគ្នាបេះបិទទៅនឹងយាយចាស់ដែលគេបានឃើញដែលអត់ជើងនៅតាមផ្លូវហ្នឹងឌីប្រញាប់រៀបរាប់ពីរឿងរ៉ាវទាំងអស់ដែលបានចាប់ផ្ដើមតាំងពីដើមរហូតដល់ចប់ឲ្យលោកតាបានស្ដាប់ម្ដងទៀតនិងបានប្រាប់ពីរឿងដែលគេនិយាយបំពេញឌឺដងនៅតាមផ្លូវឬភ្លាមលោកតាដកដង្ហើមធំនឹងនិយាយទាំងតឹងទ្រង់ថាហើយកូនតូបនោះមិនមែនជាតូបអ្នកតាទេឯងទៅចុចស៊ីផ្លេរាក់តាក់គេធ្វើអីហើយនិយាយឌឺដងដាក់គេអញ្ចឹងទៀតអញ្ចឹងហើយបានគេខឹងមកតាមឯងហ្នឹងនោះគឺជាខ្ទមខ្មោចតៃហោងឥឡូវមិនអីទេធ្វើធម្មតាទៅព្រោះមកដល់ផ្ទះហើយប្រលឹងវិញ្ញាណអីក៏ចូលមិនបានដែរចៅទៅគេងសម្រាប់សិនចុះព្រឹកឡើងចាំគិតទៀតយប់ជ្រៅហើយឌីគឺស្រឡាំងកាំងងក់ក្បាលទាំងចិត្តមិនចង់ទេតែគេត្រូវតែបង្ខំចិត្តធ្វើតាមលោកតាទាំងអស់ព្រឹកឡើងលោកយាយនិងលោកតាក៏បាននាំអ្នកទាំងពីរទៅវត្តក្បែរផ្ទះដែលពួកគេតែងតែគោរពដើម្បីទៅឲ្យព្រះសង្ឃស្រោចទឹកឲ្យបណ្ដេញខ្មោចព្រាយបិសាចនិងចងខ្សែអំបោះសីមាតាមជំនឿផងដែរពេញមួយថ្ងៃនោះលោកយាយនិងលោកតាបាននាំពួកគេទៅធ្វើពិធីផ្សេងតាមប្រពៃណីរបស់អ្នកស្រុកនៅទីនោះព្រោះពួកគេមានជំនឿខ្លាំងណាស់ចំពោះរឿងអមនុស្សនានាចាប់ពិធីសពគ្រប់ល្ងាចឡើងយាយនិងតាក៏បាននាំអ្នកទាំងពីរមកអុជធូបបន់ស្រន់ម្ចាស់ទឹកម្ចាស់ដីនៅលើផ្ទះបន្ថែមទៀតដើម្បីឲ្យលោកតាតាមជួយថែរក្សាពួកគេទាំងពីរនាក់ជិះឆ្ងាយពីវិញ្ញាណកាចសាហាវទាំងឡាយបន្ទាប់មកអ្នកទាំងពីរក៏បាននាំគ្នាបរិភោគអាហារពេលល្ងាចជុំគ្នានិងឡើងទៅលើផ្ទះសម្រាប់រៀងៗខ្លួនព្រោះអស់កម្លាំងពីថ្ងៃនៅក្នុងការធ្វើពិធីផ្សេងនៅតាមវត្តនឹងឯងផ្ទះលោកតាសង់ពីឈើកម្ពស់ប្រមាណ3ទៅ4ម៉ែត្រពីដីមានចម្ងាយប្រមាណ3ទៅ4ម៉ែត្រដែរពីផ្ទះហ្នឹងទៅរបងខាងក្រៅយប់នោះឌីនិងសង្សារត្រូវគេងនៅក្នុងបន្ទប់រួមគ្នាដោយសពមួយដងដែលបន្ទប់នោះមានបង្អួចកញ្ចក់អាចមើលឃើញខាងមុខផ្ទះបានយ៉ាងច្បាស់បន្ទាប់ពីទទួលទានបាយទឹករួចឌីនិងសង្សារក៏បបួលគ្នាទៅមើលទូរទស្សន៍បានមួយផ្លែតនិងនាំគ្នាងូតទឹកចូលគេងដោយអស់កម្លាំងពីថ្ងៃផងគ្រាន់តែដាក់ខ្លួនដល់ក្រែភ្លាមពួកគេទាំងពីរនាក់ដេកលក់ព្រមគ្នាតែម្ដងតែមិនបានយូរប៉ុន្មានផងឌីក៏ត្រូវបានភ្ញាក់ឡើងមកវិញព្រោះឆ្កែនៅមុខផ្ទះព្រុសផងលូផងសំឡេងវាឡើងលាន់លឺត្រហឹងអើងកងក្រលួចព្រឺរោមតែម្ដងឌីក៏មិនបានចាប់អារម្មណ៍អ្វីខ្លាំងដែរព្រោះគាត់ថាវាប្រហែលជាព្រុសរកគ្នាដោយញីដោយឈ្មោះតាមធម្មតាឯងប៉ុន្តែយូរទៅឆ្កែចេះតែបន្លឺសូរសំឡេងលូនឹងកាន់តែក្រលួចទៅធ្វើឲ្យឌីថ្លង់ឲ្យមួម៉ៅក្នុងចិត្តយ៉ាងខ្លាំងអត់ទ្រាំមិនបានឌីក៏ក្រោកទៅបើកវាំងននបង្អួចមើលចេញទៅខាងក្រៅចង់ដឹងតែឆ្កែនោះវាលូអីខ្លាំងម្ល៉េះគ្រាន់តែបើកវាំងននភ្លាមបាទបេះដូងឌីភ្នែករបស់ឌីបើកធំបេះដូងលោកឌឹបព្រោះឃើញយាយចាស់ដែលគេបានជួបនៅតាមផ្លូវកំពុងតែឈរនៅពីមុខផ្ទះសភាពយាយចាស់នោះម្ដងនេះគឺអាក្រក់មើលខ្លាំងណាស់គួរឲ្យខ្លាចណាស់មុខរលេះរលួយបាក់កបាក់
ដៃបាក់ជើងដូចជាទៅតែត្រូវបានគេកាច់បំបាក់កអញ្ចឹងម្រាមដៃងកោងប្រឡាក់សុទ្ធតែឈាមស្រោចពេញខ្លួនហើយយាយចាស់នោះបានលើកដៃចង្អុលមកឌីបែបកោងអញ្ចឹងហើយធ្វើឲ្យគេភ្ញាក់ព្រឺរោមខ្ញាក់ហើយក៏ស្ទុះដើរថយក្រោយវិញឡើងលើក្រែទាញភួយដណ្ដប់ចិត្តឆឹងព្យាយាមសូត្រធម៌ផ្សេងៗតាមតែខ្លួនអាចចេះរងើនៅក្នុងភួយនោះព្រមទាំងនិយាយថាខ្ញុំសុំទោសខ្ញុំឈប់និយាយលើលោកអីហើយកុំតាមមកលងបន្លាចខ្ញុំកុំធ្វើបាបខ្ញុំអីមួយស្របាក់ក្រោយមកសំលេងឆ្កែលូស្រាប់តែស្ងាត់ទៅវិញបន្តិចម្ដងឌីបានគិតនៅក្នុងចិត្តថាប្រហែលជាខ្មោចយាយចាស់នោះទៅបាត់ហើយទើបគេបើកភួយចេញមកក្រៅឌីបានសម្លឹងទៅបង្អួចកញ្ចក់ដែលគេមិនទាន់បានបិទវាំងននស្រួលបួផងនោះក៏បានឃើញយាយចាស់ដដែលនោះយកមុខមកផ្អឹបនឹងបង្អួចកញ្ចក់នោះតែម្ដងហើយញញឹមស្ញែងមករកគេភ្នែកលៀនស្ទើរជ្រុះចេញមកខាងក្រៅជាមួយនឹងមុខរលេះរលួយសុទ្ធតែខ្ទុះឈាមគួរឲ្យខ្លាចខ្លាំងណាស់ឌីភ័យណាស់ស្រែកឡើងផ្លត់សំលេងលន់លឺពេញផ្ទះធ្វើឲ្យសង្សារនឹងយាយតាភ្ញាក់ស្ទុះមកមើលគេទាំងអស់គ្នាតែម្ដងឌីរៀបរាប់ហេតុការណ៍ដែលគេបានជួបប្រាប់អ្នកផ្ទះយ៉ាងភ័យស្លន់ស្លោខ្លួនញ័រដូចកូនសត្វនិយាយខុសខ្លះត្រូវខ្លះដូចមនុស្សបាត់បង់សតិតែយាយតាក៏ព្យាយាមស្ដាប់និងយល់ថាខ្មោចយាយចាស់នោះប្រកាសជាតាមមករកឌីដល់ផ្ទះនេះហើយយប់នោះយាយនឹងតាបានអុជធូបបន់ស្រន់និងសូត្រមន្តឲ្យឌីហើយក៏បាននាំគេមកគេងជុំគ្នាដើម្បីកុំឲ្យឌីភ័យខ្លាចជាងនេះសំណាងល្អយប់នោះក៏បានកន្លងផុតទៅព្រឹកឡើងសភាពរបស់ឌីធ្លាក់ដុនដាបខ្លាំងមែនតែនបងប្អូនគឺរបៀបមនុស្សខ្មោចលងបងប្អូនបាទសក់គេបាស់ជ្រងទឹកមុខស្លេកស្លាំងភ័យមិនទាន់បាត់នៅឡើយទេអារម្មណ៍ហើយនឹងភ្នែករបស់គេដូចកំពុងតែត្រូវខ្មោចនឹងកំពុងតែលងនៅឡើយមិនបងអងយូរយាយនិងតាក៏បានទៅទិញក្បាលជ្រូកព្រមទាំងនំចំណីផ្លែឈើសម្រាប់សែនព្រេងនិងប្រញាប់នាំឌីឡើងឡានទៅសុំខមាទោសប្រលឹងខ្មោចយាយចាំម្នាក់នោះនៅកន្លែងតូបតៃហោងដែលគេបានជួបជាស្ដែងតូបតៃហោងនោះត្រូវបានគេសាងសង់ឡើងសម្រាប់ប្រលឹងវិញ្ញាណខ្មោចតៃហោងឬក៏ប្រលឹងខ្មោចអនាថាដែលស្នាក់នៅកុំឲ្យចេញមកលងបន្លាចគេឯងព្រោះផ្លូវនោះតាំងពីខូចមកមានក្រឡុកធំមានមនុស្សជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់តៃហោងច្រើនអ្នកជាបន្តបន្ទាប់តែម្ដងជើងកប់ស្លាប់បណ្ដាគ្នាមកយកបដាគ្នាតែម្ដងវាកប់ជួនគឺផ្លូវនឹងវាគ្រោះថ្នាក់ផងហើយអាតូបហ្នឹងមើលមិនដឹងតូបខ្មោចតៃហោងឬក៏តូបអ្នកតាទេនេះសំខាន់សង់តូបអ្នកតាតូបខ្មោចដូចគ្នាទៀតខ្មែរយើងវាចឹងម្ចាស់តម្ចាស់ដីពេលខ្លះក៏សង់តាមថវិការបស់ភូមិដល់ពេលភូមិអត់មានលុយសង់តូបឈើដល់ពេលខ្មោចតៃហោងក៏តូបឈើហ្នឹងយ៉ាប្រញាប់ប្រយែងដែរពេលខ្លះជីឡានតាមផ្លូវឲ្យតែឃើញគេអុជធុកអីឯងនេះឈប់ឡានចុះអុជដែរយើងអត់ដឹងថាគេអុជសែនព្រេងអ្នកតាម្ចាស់ទឹកម្ចាស់ដីឬក៏សែនអីផ្សេងយើងអត់ដឹងអញ្ចឹងមិនមែនចេះតែអុជធុកសែនណាសួរគេផងពេលខ្លះយើងដើរតាមផ្លូវគ្រាន់សុំម្ចាស់ទឹកម្ចាស់ដីខ្ញុំសុំបត់ជើងតូចសុំអីបែបធម្មតាអញ្ចឹងមិនបាច់ចាំទៅសុំសេចក្តីសុខចែកបុណ្យឲ្យអីអាហ្នឹងអត់បានទេណាគេប្រយ័ត្នមួយទៀតសុំការពារឲ្យសុខសប្បាយហ្នឹងហើយហៅគាត់ទៅការពារឲ្យសុខសប្បាយមកតាមហែងហ្មងសុំជួយតាមថែរក្សាសុំជួយតាមថែរក្សាជីតាមផ្លូវអីខ្ញុំមានតែអីគ្រាន់តែថាពេលដែលដល់កន្លែងណាសុំបត់ជើងសុំអីហើយបើដល់កន្លែងដែលយើងស្គាល់ឬក៏យើងជឿទុកចិត្តដូចជីកាត់ទៅដល់ភូមិយើងជីកាត់ទៅដល់ដូចកាត់អង្គជែកអង្គចមអីចឹងនៅសម្រាប់ជីកាត់មុនយើងមកពេញវិញអញ្ចឹងព្រះអង្គជិះព្រះអង្គខ្ញុំកូនចៅសុំនិយាយសុខពេលខ្លះយើងវាអត់បានចូលអញ្ចឹងយើងឧទ្ទិសក្នុងខ្លួនទៅអាតាមផ្លូវទៅល្ងិតឆឹងអីហ្នឹងខ្ញុំវាធ្លាប់ទៅលេងស្រុកខ្ញុំទៅខាងទន្លេអញ្ចឹងជិះហ្មងទៅដល់ហ្នឹងតាមផ្លូវគឺអញ្ចឹងរាជំនាន់មុនហើយផ្លូវកលុកផ្លូវខូចផ្លូវល្អិលល្ងិតឆឹងអត់មានភ្លើងអីហ្នឹងគឺដូចគ្នាអញ្ចឹងហ្មងខ្មោចខ្លះដែលមានសាច់ញាតិមិនបានមកធ្វើបុណ្យអញ្ជើញប្រលឹងត្រឡប់ទៅផ្ទះវិញណាក៏ត្រូវរស់នៅវល់នៅតំបន់ដែលខ្លួនស្លាប់វិញ្ញាណខ្លះស្លូតតែភាគច្រើនគឺកាយសាហាវហើយស្របពេលដែលមានការបាទប្រមាថគេដូច្នោះទៀតអញ្ចឹងចំប្រលឹងយាយចាស់ម្នាក់ហ្នឹងគឺខឹងសម្បាហើយតាមមកធ្វើបាបគឺចង់យកទៅនៅជាមួយតែម្ដងយកទៅនៅជាមួយមិនយកឲ្យសនុកទេណាគឺតាមយកទៅបំរើគាត់អីចឹងទៅបាទពេលនាំឌីធ្វើដំណើរមកសុំខមាទោសហ្នឹងលោកតាក៏បាននិមន្តព្រះសង្ឃមកមួយអង្គផងដែរដើម្បីធ្វើពិធីសុំខមាទោសព្រមទាំងធ្វើបុណ្យឧទ្ទិសកុសលឲ្យវិញ្ញាណយាយចាស់នោះឈប់មកតាមលងបន្លាចគេទៀតតាំងពីពេលធ្វើពិធីនោះមកឌីក៏បានជាសះស្បើយឡើងវិញហើយវិញ្ញាណយាយចាស់នោះក៏លែងបង្ហាញខ្លួនដែររហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីចប់សពគ្រប់ឌីនិងសង្សារក៏ជិះឆ្លងកាត់តូបនោះសាជាថ្មីព្រោះត្រូវត្រឡប់ទៅទីក្រុងវិញប៉ុន្តែគេមិនបានឃើញប្រលឹងយាយចាស់នោះបន្តទៀតនោះឡើយក្រោយមករំលងបានប្រហែលជា3ខែ
ឌីនឹងសង្សារក៏បានធ្វើដំណើរមកផ្ទះលោកជ័យលោកតាម្ដងទៀតដោយមានធុរៈសំខាន់ចាំបាច់ចាប់តាំងពីពេលកាត់រឿងឌីលេងហ៊ានជិះឆ្លងកាត់តូបនោះនៅពេលយប់ហើយគឺគេបដូរមកជិះនៅពេលថ្ងៃធម្មតាវិញហើយមាត់ក៏លេងផ្ដេសផ្ដាស់ដូចមុនដែរបើទោះបីជាជិះពេលថ្ងៃក៏ដោយតែលើកចុងក្រោយនេះឌីបានជួបប្រឡឹងយាយចាស់នោះម្ដងទៀតតែឌីបានត្រឹមតែលួចដៀងមើលតាមកន្ទុយភ្នែកហើយណាមួយជិះពេលថ្ងៃផងធ្វើឲ្យគេមិនសូវខ្លាចនោះទេឌីបានឃើញយាយចាស់នោះឈរគៀនផ្លូវស្លៀកឈុតសដដែលតែរូបរាងគាត់មើលទៅពេលហ្នឹងគឺអត់គួរឲ្យខ្លាចដូចមុនទេទឹកមុខគាត់ក៏គ្មានគំនុំគុំគួនអ្វីជាមួយឌីទៀតដែរគឺគាត់ឈរសម្លឹងមើលឌីនៅតាមផ្លូវជាធម្មតាក្រោយពីបានជួបរឿងរន្ធត់តក់សតទាំងអស់នោះឯងធ្វើឲ្យឌីភ្ញាក់ខ្លួននឹងលែងហ៊ានចុចស៊ីផ្លេផ្ដេសផ្ដាស់ពេលយប់ពេលដែលឃើញតូបឬក៏ខ្ទមអ្នកតាណាបន្តទៀតហើយនៅក្នុងមួយជីវិតគេតែម្ដងគេតែងតែគោរពនិងកោតខ្លាចមិនហ៊ាននិយាយប៉ះពាលញុះញង់ឬក៏បញ្ជុះព្រលឹងអមនុស្សណាដែលគេមើលមិនឃើញនៅគ្រប់ទីកន្លែងតែម្ដងបាទជាពិសេសនៅក្នុងព្រៃកន្លែងស្ងាត់ឬក៏នៅលើភ្នំជាដើមសូមបញ្ជាក់ថាមិនតម្រូវឲ្យបងប្អូនទាំងអស់គ្នាស្ដាប់រឿងរ៉ាវទាំងអស់ហ្នឹងហើយជឿទាំងស្រុងនោះទេគ្រាន់តែបងប្អូនស្ដាប់ជាការកំសាន្តទៅបានហើយឬក៏បើសិនជាជឿគួរតែក្រោមការគិតគូរឲ្យបានត្រឹមត្រូវមិនមែនចិត្តតែជឿនោះទេហ្នឹងហើយដូចតែពួកខ្ញុំប្រាប់ប្រដងអញ្ចឹងអាហ្នឹងទុកជារឿងកំសាន្តទៅព្រោះពេលខ្លះអ្នកដែលគាត់ប្រាប់មកក៏គាត់កន្លែងមកតង់ហើយទៅពេលយកមកទៅយើងបន្ថែមបន្ថយពាក្យអីតិចតួចថែមអញ្ចឹងដើម្បីឲ្យវាស្ដាប់មកវាតំណងផងអញ្ចឹងព្រោះពេលខ្លះផ្ញើជីវ័យអីមកអញ្ចឹងយើងក៏មិនបានដាក់ពាក្យគាត់គ្រប់ម៉ាត់ដែរហើយយើងក៏មិនដឹងថាគាត់និយាយមកហ្នឹងគាត់ទៅជួបពិតឬក៏មិនពិតបែបណាដែរអញ្ចឹងសូមទុកវាត្រឹមជាការកំសាន្តទៅបានហើយបងប្អូនអេពីសូតនេះគឺឧបត្ថម្ភដោយផលិតផលស្បែកហ្នឹងហើយអញ្ចឹងខ្ញុំអត់និយាយអីច្រើនទេខ្ញុំផ្ដោតទៅលើអ្នកដែលកំពុងតែមានមុនខ្លាំងហើយពិបាកក្នុងការរកសេវាកម្ម peeling ទឹកជូតដើម្បីបំបត្តិមុនហ្នឹងណាខ្ញុំ recommend ឲ្យបាទ order នេះទៅគឺបកកែស័ក្តិសិទ្ធិមែនតើគេហៅថាសេរ៉ូមពឺក្រហមហើយវិធីប្រើប្រាស់អីនានាបងប្អូនឆាតចូល page ទៅកុំឲ្យវីដេអូយើងវែងប៉ុន្តែអានេះ100សឹងតែ99នេះឲ្យប្រើត្រូវទាំងអស់ហើយអានេះគឺនៅពេលដែលអ្នកទាំងអស់នេះប្រើប្រាស់ហើយសឹងតែមុនសឹងតែ 80% គឺអត់ចាំបាញ់ញិចទេហើយនឹងមានមុនមួយចំនួននៅតែបន្តឲ្យយើងញិចអញ្ចឹងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចេះញិចបានត្រឹមត្រូវអ្នកទាំងអស់គ្នាសឹងតែមិនចាំបាច់ទៅរក professional អីច្រើនទេគ្រាន់តែឆាតមួយយើងតាម page អ្នកទាំងអស់គ្នានឹងអាចព្យាបាលមុននៅផ្ទះបានដោយខ្លួនឯងភ្លេចប្រាប់អាហ្នឹងមកដប23រៀលណាប្រើបានយូរបាទហើយនៅពេលដែលអ្នកទាំងអស់គ្នាជាមុនហើយនៅតែអាចប្រើវាមួយអាទិត្យម្ដងបានដើម្បីបន្តជំរុញកោសិកាចាស់របស់យើងអានេះជាទូទៅគឺយើងប្រើប្រាស់នៅក្នុង clinic ប៉ុន្តែកម្រិតធ្ងន់ប៉ុន្តែអានេះយើងផលិតមកសម្រាប់អ្នកដែលគាត់អត់មានពេលវេលាឡើងមក clinic ឬក៏នៅខេត្តឆ្ងាយអញ្ចឹងជាដើមเนาะអញ្ចឹងទេនឹងសាកសួរព័ត៌មានពីសេរ៉ូមពឺក្រហមរបស់យើងបាននៅតាម page The Professional Clinic ក៏បានឬក៏ Expert page Expert ក៏បានដែរ